ភាពតានតឹងកើនឡើងដល់កម្រិតអាសន្នអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើប្រទេសលីបង់អ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមកលើប្រទេសលីបង់កាលពីថ្ងៃពុធខណៈសេវាការពារស៊ីវិលលីបង់បានបញ្ជាក់ថាមានមនុស្សជាង250នាក់បានស្លាប់ដែលភាគច្រើនកើតឡើងនៅទីក្រុងបេរុតប្រជាពលរដ្ឋបាននិយាយថាការវាយប្រហារខ្លះបានកើតឡើងដោយគ្មានការព្រមានជាមុនឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ឡើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាប្រទេសរបស់លោកអាចនឹងបន្តវាយប្រហារលើអ៊ីរ៉ង់វិញផងដែរលោកបានបញ្ជាក់ថាអ៊ីស្រាអែលនៅតែមានគោលដៅមួយចំនួនដែលត្រូវបំពេញហើយនឹងសម្រេចវាមិនថាតាមរយៈកិច្ចព្រមព្រៀងឬតាមរយៈការបន្តសង្គ្រាមឡើយលោក Netanyahu បាននិយាយថាយើងត្រៀមខ្លួនរួចរាល់ក្នុងការត្រឡប់ទៅសង្គ្រាមវិញគ្រប់ពេលវេលាដែលចាំបាច់ហើយមារាមដៃរបស់យើងកំពុងស្ថិតនៅលើក្របចុចបាញ់ភាពតានតឹងនេះកើតឡើងខណៈដែលបទឈប់បាញ់រយៈពេល2សប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទើបតែចូលជាធរមានប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសអំពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអង្គារដោយរំពឹងថាការចរចានឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ខាងមុខប៉ុន្តែអ៊ីរ៉ង់បានអះអាងថាអ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់រួចហើយដោយបង្កើនការវាយប្រហារនៅលីបង់ទីក្រុងតេហ៍រ៉ង់បាននិយាយថាក្រោមស្ថានភាពបែបនេះការចរចាជាមួយទីក្រុង Washington គឺមិនសមហេតុផលឡើយទោះជាយ៉ាងណាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់នេះមិនបានគ្របដណ្ដៅលើប្រទេសលីបង់ឡើយអនុប្រធានាធិបតីអាមេរិក J.D. Vance ដែលនឹងដឹកនាំគណៈប្រតិភូទៅចូលរួមការចរចាបាននិយាយថាអ៊ីរ៉ង់អាចនឹងយល់ខុសអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះក្នុងពេលដូចគ្នានេះការសង្ស័យលើកិច្ចព្រមព្រៀងបានប៉ះពាល់ដល់ទីផ្សារពិភពលោកផងដែរដោយតម្លៃប្រេងឡើងខ្ពស់ម្ដងទៀតនៅថ្ងៃប្រហ័សចំណែកឯចកសមុទ្រ Hormuz នៅតែបិទចំពោះនាវាដែលគ្មានអនុញ្ញាតហើយក្រុមហ៊ុនដឹកជញ្ជូនបាននិយាយថាពួកគេចង់បានភាពច្បាស់លាស់បន្ថែមមុននឹងផ្លាស់ទីនាវារបស់ពួកគេទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រកាសថាខ្លួនជាអ្នកឈ្នះបន្ទាប់ពីសង្គ្រាមរយៈពេល5សប្តាហ៍ប៉ុន្តែចំនួនស្នូលរវាងភាគីទាំងពីរនៅតែមិនទាន់ដោះស្រាយបានដែលធ្វើឲ្យមានការសង្ស័យថាកិច្ចព្រមព្រៀងណាមួយអាចរក្សាបានយូរប៉ុណ្ណា